នៅសុកសុកមានអ្នកពពោះទៅដើរលេងកែបកពតវិលល្ងាចចង់ដឹងថាទៅដល់កន្លែងណាខ្លះកុំភ្លេចមើលដល់ចប់ណាអ្នកទាំងអស់គ្នាទីតាំងទី1គឺនៅសេះសមុទ្រខ្ញុំម្ដងនេះគឺរៀងពេលថ្ងៃបន្តិចហើយអញ្ចឹងរៀងក្តៅបើសិនជាអ្នកទាំងអស់គ្នាមកកុំភ្លេចយកមួកមកតាមផងបន្ទាប់មកទៅខ្ញុំចូលមកដល់ទីតាំងទី2គឺមករកទិញអីញ៉ាំដោយសារដល់ម៉ោងបាយថ្ងៃដែរគ្រឿងសមុទ្រស្រស់ៗខ្លាំងមែនតើពេលដែលខ្ញុំមកនេះគឺខ្ញុំអត់អាចរំលងបានជាមួយនឹងមឹកអាំងតែម្ដងមកលេងឆ្នេរសមុទ្រទាំងមូលឲ្យរំលងបានយ៉ាងម៉េចជាមួយនឹងម្ហូបអាហារបែបនេះហើយអ្នកទាំងអស់គ្នាហើយនៅខេត្តកពតនេះផងដែរអ្នកទាំងអស់គ្នាគឺល្បីមែនតើជាមួយនឹងនំស្លឹកចាហើយនំនេះផងដែរគឺឈ្ងុយដូងមែនតើអ្នកទាំងអស់គ្នាអាចសាកបានញ៉ាំហើយក៏មកថតរូបនៅតាមឆ្នេរមកដល់សមុទ្រហើយអត់ថតរូបមិនបានអ្នកទាំងអស់គ្នាហើយបន្ទាប់មកទីតាំងចុងក្រោយដែលខ្ញុំមកនេះគឺភ្នំកំពង់ត្រាចមកដល់នេះគឺរៀងល្ងាចបន្តិចហើយអញ្ចឹងអត់បានចូលទៅដល់ក្នុងទេហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ